គោលការណ៍ទី2ការជ្រើសរើសការងារត្រឹមត្រូវការងារត្រឹមត្រូវនៅពេលនេះគឺជាការងារដែលស្របឬក៏តាក់ទងទៅនឹងគោលបំណងច្បាស់លាស់របស់យើងនៅថ្ងៃអនាគតឧទាហរណ៍ថាថ្ងៃអនាគតយើងចង់ធ្វើជំនួញអញ្ចឹងការងារដែលតាក់ទងគឺការងារលក់ការងារផ្នែកទីផ្សារការងារផ្នែកពាណិជ្ជកម្មឧទាហរណ៍គោលបំណងរបស់យើងចង់បើកសណ្ឋាគារអញ្ចឹងការងារដែលតាក់ទងគឺការងារដែលតាក់ទងនឹងភ្ញៀវទេសចរឬក៏បដិសណ្ឋារកិច្ចជៀសវាងគោលបំណងរបស់យើងចង់បើកសណ្ឋាគារតែយើងទៅធ្វើការងារតាក់ទងនឹងវិស័យសិល្បៈវិស័យបង្ហាញម៉ូដរបាំកីឡាឬក៏ធ្វើជាជាងឡានជាងម៉ូតូមិនមែនមានន័យថាការងារទាំងអស់ហ្នឹងមិនល្អទេគ្រាន់តែមានន័យថាការងារហ្នឹងមិនតាក់ទងទៅនឹងគោលបំណងរបស់យើងហេតុអីបានយើងត្រូវជ្រើសរើសការងារដែលតាក់ទងទៅនឹងគោលបំណងរបស់យើងមូលហេតុដែលយើងត្រូវជ្រើសរើសការងារដែលតាក់ទងទៅនឹងគោលបំណងរបស់យើងគឺដើម្បីឲ្យយើងមានចក្ខុវិស័យចំពោះការងារនោះយើងធ្វើការងារណាមួយត្រូវមានចក្ខុវិស័យចំពោះការងារហ្នឹងធ្វើការងារតើតែយើងមានចក្ខុវិស័យចំពោះការងារហ្នឹងទើបយើងអាចធ្វើឲ្យការងារហ្នឹងคล้ายទៅជាការងារធំដុំអស្ចារ្យនិងយូរអង្វែងបានព្រោះចក្ខុវិស័យនាំឲ្យយើងមើលឃើញវែងឆ្ងាយយើងនឹងមានការរំពឹងទុកវែងឆ្ងាយទៅលើការងារយើងក៏មានការត្រៀមទុកសម្រាប់សកម្មភាពវែងឆ្ងាយរបស់យើងថ្ងៃមួយមានបុរសម្នាក់គាត់បានដើរទៅជួបជាងសំណង់3នាក់ដែលកំពុងធ្វើការហើយគាត់ក៏បានសួរទៅជាងសំណង់ទាំង3នាក់នោះថាតើអ្នកកំពុងធ្វើអ្វីជាងទី1ឆ្លើយថាខ្ញុំកំពុងតែរៀបឥដ្ឋហើយជាងទី2ឆ្លើយថាខ្ញុំកំពុងតែធ្វើការងារចិញ្ចឹមជីវិតជាងទី3ឆ្លើយថាខ្ញុំកំពុងតែសាងសង់សារមន្ទីរដើម្បីរក្សាទុកសម្បត្តិវប្បធម៌ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់អញ្ចឹងបុរសទាំង3នាក់ហ្នឹងធ្វើការងារដូចគ្នាតំណែងដូចគ្នាទីកន្លែងដូចគ្នាតែគាត់មានការមើលឃើញខុសគ្នានិងមានការគិតឃើញខុសគ្នាជាងទី1គាត់ថាគាត់កំពុងតែរៀបឥដ្ឋអញ្ចឹងគាត់ជាមនុស្សដែលអត់មានចក្ខុវិស័យចំពោះការងារគាត់អត់មានការមើលឃើញវែងឆ្ងាយចំពោះការងារតទៅសោះអ្វីដែលគាត់មើលឃើញនោះគឺមើលឃើញតែឥដ្ឋមើលឃើញតែស៊ីម៉ង់មើលឃើញតែខ្សាច់តែប៉ុណ្្នឹងឯងហើយនៅពេលដែលគាត់អត់មានការមើលឃើញវែងឆ្ងាយអញ្ចឹងគឺគាត់អត់មានការរំពឹងទុកទេអ្វីដែលគាត់រំពឹងទុកនោះគឺរំពឹងទុកចាំដល់ថ្ងៃណាមានសំណាងបានជប់ធ្វើការងារកន្លែងហ្នឹងគាត់នឹងជប់ធ្វើការងារនៅកន្លែងហ្នឹងហើយបើគាត់អត់មានការរំពឹងទុកអញ្ចឹងគាត់ក៏អត់មានការត្រៀមទុកគាត់គ្រាន់តែដឹងថាយប់ឡើងដេកថ្ងៃឡើងទៅធ្វើការយប់ឡើងដេកថ្ងៃឡើងទៅធ្វើការចំណែកការអភិវឌ្ឍសមត្ថភាពអីគឺគាត់អត់មានហើយបើគាត់អត់មានការត្រៀមទុកអញ្ចឹងនៅពេលដែលគាត់ធ្វើការងារគឺគាត់ធ្វើការងារឲ្យតែបានឲ្យតែហើយធ្វើការងារគម្រប់កិច្ចធ្វើការងារឲ្យទៅរួចតែពីដៃតែប៉ុណ្ណោះចំណែកជាងទី2គាត់ថាគាត់កំពុងតែធ្វើការងារដើម្បីចិញ្ចឹមជីវិតអញ្ចឹងគាត់ក៏អត់មានចក្ខុវិស័យវែងឆ្ងាយចំពោះការងារអ្វីដែលគាត់មើលឃើញហ្នឹងគឺគាត់មើលឃើញត្រឹមតែថ្ងៃហ្នឹងត្រឹមតែពេលហ្នឹងត្រឹមតែកាពះមួយហ្នឹងត្រឹមតែអាហារ3ពេលនៅពេលដែលគាត់អត់មានការមើលឃើញវែងឆ្ងាយគាត់ក៏អត់មានការរំពឹងទុកវែងឆ្ងាយដែរអ្វីដែលគាត់រំពឹងទុកនោះគឺគាត់រំពឹងទុកឬក៏បន់ស្រន់ឲ្យទៅដល់ថ្ងៃបើកប្រាក់ខែតែប៉ុណ្ណោះគឺគាត់រំពឹងទុកតែលុយបើគាត់រំពឹងទុកតែលុយអញ្ចឹងអ្វីដែលគាត់ត្រៀមទុកនោះគឺគាត់ត្រៀមទុកពាក្យសុំធ្វើការដើម្បីដាក់នៅកន្លែងថ្មីកន្លែងណាដែលការងារមានប្រាក់ខែច្រើនជាងនេះគាត់ប្រកាសជាដូរពីកន្លែងហ្នឹងទៅធ្វើកន្លែងផ្សេងវិញហើយចំណែកជាងទី3គាត់ថាគាត់កំពុងតែសាងសង់សារមន្ទីរដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់អញ្ចឹងគាត់គឺជាមនុស្សដែលមានចក្ខុវិស័យចំពោះការងារគាត់មានការមើលឃើញវែងឆ្ងាយគាត់មិនមែនមើលឃើញត្រឹមតែថ្ងៃនេះពេលនេះឬជាតិនេះតែគាត់មើលឃើញរហូតដល់ថ្ងៃក្រោយពេលក្រោយនិងជាតិក្រោយអញ្ចឹងនៅពេលគាត់មានការមើលឃើញវែងឆ្ងាយគាត់ក៏មានការរំពឹងទុកវែងឆ្ងាយគាត់រំពឹងទុកថាអ្វីដែលគាត់ធ្វើនៅពេលនេះកូនចៅជំនាន់ក្រោយប្រកាសជាបានស្គាល់បានដឹងអំពីស្នាដៃឬក៏វប្បធម៌ដែលបុព្វបុរសជំនាន់មុនបន្តទុកហើយបើគាត់មានការរំពឹងទុកបែបហ្នឹងគាត់ក៏មានការត្រៀមទុកអ្វីដែលគាត់ត្រៀមទុកនោះគឺគាត់នឹងត្រៀមសមត្ថភាពរបស់គាត់ប្រហែលជាពេលនេះគាត់កំពុងតែធ្វើការស្រាវជ្រាវរៀនសូត្រនិងអភិវឌ្ឍសមត្ថភាពបន្ថែមហើយបើគាត់ត្រៀមទុកអ្វីដែលគាត់ធ្វើគឺគាត់នឹងធ្វើដោយការយកចិត្តទុកដាក់ធ្វើដោយចិត្តផ្ចង់ធ្វើដោយមានការបដិញ្ញាចិត្តធ្វើដោយមានការតាំងចិត្តខ្ពស់ដើម្បីកសាងទាំងគុណភាពទាំងសុផលភាពហើយបើគាត់យកចិត្តទុកដាក់បែបហ្នឹងគាត់ធ្វើបែបហ្នឹងអ្វីដែលគាត់ទទួលបាននោះគឺគាត់ទទួលបានទាំងសមត្ថភាពទាំងគុណភាពនៃសំណង់ទាំងប្រាក់ខែហើយប្រហែលជាគាត់ទទួលបានការទាក់ទាញពីមេការជាងគេទាំងអស់
មានចាក់ខុវិស័យនាំឲ្យមានការមើលឃើញវែងឆ្ងាយនៅពេលមានការមើលឃើញវែងឆ្ងាយមានការរំពឹងទុកវែងឆ្ងាយនៅពេលមានការរំពឹងទុកវែងឆ្ងាយនាំឲ្យមានការត្រៀមទុកវែងឆ្ងាយហើយនៅពេលមានការត្រៀមទុកវែងឆ្ងាយគាត់នឹងមានការធ្វើដើម្បីវែងឆ្ងាយគាត់មិនមែនធ្វើការងារដើម្បីតែថ្ងៃនេះតែគាត់ធ្វើដើម្បីថ្ងៃអនាគតគាត់មិនមែនធ្វើដោយសារតែគាត់គ្មានការងារធ្វើតែគាត់ធ្វើដោយសារតែគាត់ចង់ធ្វើគាត់មិនមែនធ្វើក្នុងរយៈពេលខ្លីតែគាត់ធ្វើក្នុងរយៈពេលយូរអង្វែងគាត់មិនមែនធ្វើដើម្បីតែប្រាក់ខែតែគាត់ធ្វើដើម្បីប្រាក់ជីវិតគាត់មិនមែនធ្វើដើម្បីតែលុយហើយអ្នកខ្លះថាចុះបើធ្វើការមិនដើម្បីលុយធ្វើការដើម្បីអីជាទូទៅមនុស្សធ្វើអ្វីៗ 99% គឺដើម្បីលុយបុគ្គលិកម្នាក់ដែលគាត់និយាយថាគាត់ធ្វើការងារនេះមិនមែនដើម្បីលុយទេគឺដើម្បីចំណេះដឹងដើម្បីបទពិសោធន៍ដើម្បីជំនាញតែសំណួរសួរថាយកចំណេះដឹងទៅធ្វើអីមិនដើម្បីលុយយកបទពិសោធន៍ទៅធ្វើអីមិនដើម្បីលុយយកជំនាញទៅធ្វើអីមិនដើម្បីលុយគូតង់តាពីរនាក់នារីនឹងក៏ថាអូនស្រឡាញ់បងមិនមែនព្រោះតែបងមានទ្រព្យសម្បត្តិច្រើនមានលុយមានឡានមានវីឡាទេតែព្រោះតែបងមានសមត្ថភាពខ្ពស់ចុះយកសមត្ថភាពខ្ពស់ហ្នឹងទៅធ្វើអីមិនយកទៅរកលុយអញ្ចឹងយើងថាលុយអត់សំខាន់ទេតែអត់លុយអត់បានលុយអត់សំខាន់ទេតែបើធ្វើការអត់លុយគឺអត់ធ្វើអញ្ចឹងលុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេតែ 99% គឺលុយអញ្ចឹងនេះបញ្ជាក់ថាលុយសំខាន់ណាស់តែអ្វីដែលសំខាន់ជាងលុយមានតម្លៃជាងលុយធំជាងលុយអស្ចារ្យជាងលុយទៀតនោះគឺគោលដៅពេលយើងសម្រេចគោលដៅយើងអាចមានលុយតែបើយើងមានលុយมันអាចធានាថាយើងប្រកាសជាសម្រេចគោលដៅអញ្ចឹងមនុស្សដែលមានចក្ខុវិស័យចំពោះការងារមិនមែនធ្វើការងារដើម្បីលុយតែធ្វើការងារដើម្បីគោលដៅព្រោះគាត់ដឹងថាគោលដៅរបស់គាត់ធំជាងលុយថ្ងៃមួយនៅពេលដែលលោក Robert T. Kiyosaki អ្នកសរសេរសៀវភៅដ៏ល្បីម្នាក់ដែលមានចំណងជើងថា Rich Dad and Poor Dad ដែលអ្នកបកប្រែខ្មែរយើងគាត់បកប្រែថាឪពុកអ្នកមានបង្រៀនកូនអ្នកក្រគាត់បានលាលែងឈប់ពីការងារមួយដែលគាត់ធ្វើការងារនៅក្នុងការិយាល័យការដែលខ្ញុំនិយាយបែបនេះមិនមែនមានន័យថាការងារនៅក្នុងការិយាល័យនឹងជាការងារមិនល្អទេគ្រាន់តែចង់ប្រាប់បងប្អូនថាការងារនោះមិនតាក់ទងទៅនឹងគោលបំណងរបស់គាត់អញ្ចឹងគាត់បានលាលែងការងារពីការងារការិយាល័យដែលទទួលបានប្រាក់ខែជាង$3,000មកធ្វើជាអ្នកលក់ផលិតផលនៅក្នុងក្រុមហ៊ុន Network មួយដែលទទួលបានប្រាក់ខែត្រឹមតែ$150ប៉ុណ្ណោះហើយមិត្តភ័ក្តិរបស់គាត់ឪពុករបស់គាត់ថាគាត់នឹងឈួតធ្វើការងារនៅក្នុងការិយាល័យប្រាក់ខែជាង$3,000មានម៉ាស៊ីនត្រជាក់មានអ្នកឆុងកាហ្វេឲ្យអត់ព្រមធ្វើបែរមកធ្វើការងារប្រាក់ខែ150ដើរលក់ត្រូវក្តៅត្រូវខ្យល់ត្រូវត្រជាក់ត្រូវរងាដើរគោះទ្វារតាមផ្ទះគេពេញទីក្រុងដោយមនុស្សឈួតអញ្ចឹងអ្នកដតីថាគាត់ឈួតតែចំពោះគាត់វិញគាត់មិនដែលគិតថាគាត់ឈួតគាត់គិតថាអ្វីដែលគាត់ធ្វើនេះគឺជារឿងត្រឹមត្រូវបំផុតពីព្រោះការងារដែលគាត់ធ្វើនឹងគឺជាការងារដែលតាក់ទងទៅនឹងគោលបំណងរបស់គាត់គោលបំណងរបស់គាត់នោះគឺគាត់ចង់ក្លាយទៅជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ហើយសម្រាប់គាត់ផ្ទាល់មានតែការងារលក់ទេដែលអាចធ្វើឲ្យសុបិនរបស់គាត់ក្លាយជាការពិតបានពីព្រោះគាត់នៅមានភាពកំសាកច្រើនហើយការងារលក់ធ្វើឲ្យគាត់អស់ភាពកំសាកលក់ទៅពេលដែលគាត់លក់គាត់នឹងទៅជួបមនុស្សហើយគាត់នឹងយកមុខរបស់គាត់ទៅជួបមនុស្សហើយពេលដែលមុខរបស់គាត់ជួបមុខមនុស្សច្រើនភាពកំសាករបស់គាត់នឹងត្រូវបានថយចុះអញ្ចឹងគាត់លក់ដើម្បីឲ្យគាត់អស់ភាពកំសាកលក់ដើម្បីឲ្យគាត់មានសេចក្តីក្លាហានលក់ដើម្បីឲ្យគាត់មានភាពអត់ធ្មត់លក់ដើម្បីឲ្យគាត់ចេះតស៊ូលក់ដើម្បីឲ្យគាត់មានចិត្តសឿងជាមួយនឹងអតិថិជនលក់ដើម្បីឲ្យគាត់ស្វាហាប់ជាមួយនឹងអតិថិជនលក់នាំឲ្យគាត់ដឹងអំពីចិត្តគំនិតនិងអេរយាប័តរបស់អតិថិជនលក់នាំឲ្យគាត់មានបញ្ញាសម្រាប់ដោះស្រាយបញ្ហាជាមួយនឹងអតិថិជនអញ្ចឹងការងារលក់នេះគឺជាការងារដែលអាចធ្វើឲ្យសុបិនរបស់គាត់ក្លាយទៅជាការពិតបានអញ្ចឹងគាត់ធ្វើការងារនេះមិនមែនដើម្បីប្រាក់ខែតែធ្វើដើម្បីកសាងសមត្ថភាពហើយធ្វើការងារតតែបែបហ្នឹងទើបអាចធ្វើឲ្យការងារហ្នឹងធំដុំបានពេលយើងមានចក្ខុវិស័យចំពោះការងារយើងនឹងប្រឹកប្រែងធ្វើការងារដោយមានការតាំងចិត្តដោយមានការបដិញ្ញាចិត្តខ្ពស់ហើយខណៈពេលដែលយើងតាំងចិត្តបដិញ្ញាចិត្តខ្ពស់ចំពោះការងារហ្នឹងគឺប្រធានគាត់ប្រកាសជាមើលឃើញយើងតែយ៉ាងណាក៏នៅតែមិនអាចខ្វះបាននៅគោលការណ៍ទី3ទៀតគឺ